Hello, số sẽ được ở kia chụp niềm mà đón tiết đấy.ในក្នុងវីដេអូនេះខ្ញុំនឹងសម្រាយលម្អិតសាច់រឿង Last Samurai Standing Season 1ភាគទី5ដែលជាភាគបន្តជូនបងប្អូនទស្សនាតើភាគទី5នេះនឹងមានរឿងអ្វីកើតឡើងចំពោះខ្ជូជីននិងទូឯកប្រុសព្រោះតែការពិភាក្សាមុនហ្នឹងបងប្អូនដឹងហើយថាអ្នកទាំងពីរកំពុងតែប្រឈមមុខនឹងសត្រូវរៀងៗខ្លួនអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរសូមបងប្អូនទស្សនាការសម្រាយរឿងលម្អិតជាមួយ admin ទាំងអស់គ្នាមុននឹងចូលដល់សាច់រឿងសង្ឃឹមបងប្អូនមិនចិត្តអាក្រក់ជួយចុច like subscribe ក៏ដូចជា comment ពាក្យល្អៗដើម្បីឲ្យ YouTube រុញកាក channel មួយនេះទៅកាន់បងប្អូនផ្សេងទៀតទស្សនាឲ្យកាន់តែច្រើនបាយសន្មតថាចប់ដោយបរិបូរឈប់ admin ច្រឡំចប់មានតន់ចប់ណានៅដើមដំបូងនៃសាច់រឿងគេបានលេងបកក្រោយទៅកាន់សង្គ្រាមនៅបូស៊ីនដែលសានច្បាំងការវិភាគមួយហើយការវ៉ាជីក៏ជាមេបញ្ជាការម្នាក់ផងដែរហើយកងទ័ពរបស់គាត់ទៀតសតគឺសុទ្ធតែបំពាក់ទៅដោយអាវុធទំនើបតែម្ដងបន្ទាប់ពីឃើញសញ្ញាផ្សែងនៃជ័យជំនះរបស់ស្ពាន់អមិត្តរបស់ខ្លួនការវ៉ាជីក៏បញ្ជាឲ្យទាហានទាំងអស់បាញ់ស្រោចទៅលើពួកគេមេកងគាត់ម្នាក់មិនចង់បាញ់ទេឲ្យបាញ់មិនបើកូនទាហានគាត់នៅក្នុងដែរហ្នឹងតែការវ៉ាជីនៅតែបញ្ជាឲ្យបាញ់ជាដាច់ខាតមិនខ្វល់គ្នាឯងគ្នាអីនោះទេមិនដឹងធ្វើម៉េចមានតែស្ដាប់បញ្ជាមេក៏បាញ់ទៅការបាញ់នៅលើកនោះមិនថាក្រុមសានក្រុមបះបោនឹងគ្នាឯងអីហ្នឹងស្លាប់សឹងតែទាំងអស់សល់តែ2 នាក់ប៉ុណ្ណោះកាត់មកដល់បច្ចុប្បន្នការវ៉ាជីបន្ទាប់ពីបានមកជុំគ្នាជាមួយសៃបាត់ស៊ូទាំង4ពួកគេក៏ផឹកស្រាឈៀលនិយាយគ្នាលេងពីនេះពីនោះភ្នាល់គ្នាអីអញ្ចឹងទៅនៅកន្លែងហ្នឹងទើបយើងដឹងថាការវ៉ាជីគុំស្អប់ពួកសាមរ៉ៃខ្លាំងយកតែមែនតែនដោយគិតថាពួកហ្នឹងគ្មានចេះស្អីទេក្រៅពីកាន់ដាវច្រេះរបស់ពួកគេក្រអឺតកតមហ្នឹងចង់តែបះបោលមោបអំណាចល្ងីល្ងើរឹងរូសអញ្ចឹងគាត់នឹងធ្វើឲ្យសាមរ៉ៃបាត់បង់កិត្តិយសយុគសម័យថ្មីចាប់ផ្ដើមគាត់នឹងមិនឲ្យពួកនេះមានកន្លែងឈរជើងទៀតទេក្រឡេកមកមើលសាននិងសាកូរ៉ាមុននឹងធ្វើការប្រយុទ្ធគ្នាមួយស្មាសាកូរ៉ាក៏ឲ្យកូនចៅគាត់ទម្លាក់កំភ្លើងចុះដើម្បីឲ្យតួប្រុសនឹងផ្ដោតអារម្មណ៍ទាំងពីរនាក់ក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាវាយកាប់ទៅកាប់មកបានមួយសន្ទុះមើលទៅភាគីទាំងសងខាងគ្មានអ្នកណាលើអ្នកណានោះទេកាប់ឡើងដាច់ដាវអស់ពី3ក៏បន្តយកអាវុធផ្សេងទៀតមិនថាជាអ្វីនោះទេឲ្យតែនៅចិត្តដៃហ្នឹងគឺយកមកប្រើទាំងអស់ពួកគេនៅតែបន្តវាយគ្នាអញ្ចឹងទៅឯសាច់រឿងក៏កាត់មកកាន់ខ្ជូជីនបន្ទាប់ពីត្រូវប៉ូលីសដែលធ្វើការឲ្យការវ៉ាជីតាមតាន់ពួកហ្នឹងក៏ដកកំភ្លើងចង់បាញ់សម្លាប់គាត់ចោលតែខ្ជូជីនកន្លែងហ្នឹងកិច្ចពីគ្រាប់យ៉ាងលឿនទៅតោងចិញ្ចាំងហើយហក់ឡើងទៅលើធ្នឹមឯប៉ូលីសនៅតែបន្តបាញ់មួយគ្រាប់ហើយមួយគ្រាប់ទៀតតែអត់ត្រូវនោះទេព្រោះខ្ជូជីនគាត់មកពីនិនចាក្លែនអញ្ចឹងអាចជំនាញហក់លោតកិច្ចខ្លួនហ្នឹងជំនាញគាត់ហើយហ្នឹងហើយពេលគាត់ចុះមកដល់ក្រោមក៏ត្រូវប៉ូលីសម្នាក់ទៀតចាប់ផ្ដួលគាត់ក៏បតាយបតប់ចុះឡើងចាប់អាប៉ែហ្នឹងបាំងគ្រាប់កំភ្លើងប៉ូលីសដោយសារខ្លាចបាញ់ត្រូវគ្នាឯងក៏បាញ់ខុសរហូតអស់គ្រាប់ក៏បោះកំភ្លើងនឹងចោលហើយរត់ទៅយកកំភ្លើងមួយទៀតដែលបាញ់សាក់ឡោហើយទុកចោលខ្ជូជីនមានឱកាសក៏ដកកូនកំបិតចាក់កប៉ូលីសហ្នឹងតែមិនស្លាប់នោះទេព្រោះមើលទៅរាក់ដែរបន្ទាប់ពីរើខ្លួនរួចស្របពេលប៉ូលីសម្នាក់ទៀតយកកំភ្លើងបានល្មមគាត់ក៏គប់កូនកំបិតមួយទៅលើពួកគេរួចរត់ចេញមកពេលមកដល់ក្រៅប៉ូលីសជាច្រើនមកដេញចាប់គាត់ម្នាក់ឯងដេញប្រផាប់ចាប់ប្រភេងខ្ជូជីនរត់រហូតមកដល់ទ្វារកញ្ចក់មួយក៏លោតបុកបំបែកចេញមកក្រៅបានសម្រេចរួចនាំស៊ីណូស៊ីកេរត់គេចខ្លួនបានដោយសុវត្ថិភាពត្រឡប់មកមើលសាននិងសាកូរ៉ានេះវិញនៅវាយគ្នាមិនទាន់ដឹងចាញ់ឈ្នះទៀតទីរហ័សដោយសារតែឃើញតួប្រុសចូលមកយូរហើយមិនទាន់ចេញមកទៀតខ្លាចមានរឿងមិនល្អកើតឡើងក៏ចូលទៅមើលឃើញពួកគេកំពុងប្រយុទ្ធគ្នាមិនចាំយូរនាងបានគប់គ្រាប់បែកផ្សែងដែលខ្ជូជីនបានឲ្យចូលទៅបង្វែរចំណាប់អារម្មណ៍ពួកគេសានក៏មានឱកាសដកខ្លួនពីសាកូរ៉ាហើយរត់គេចខ្លួនបានសម្រេចទៅកាត់មកក្រសួងមហាផ្ទៃលោកអូកូបូបានបើកថតតុកយករូបថតមួយមកមើលក្នុងនឹងឃើញថាមានគាត់ការវ៉ាជីសាកូរ៉ានិងតួឯកប្រុសអញ្ចឹងបានន័យថាពួកគាត់ជាសាមរ៉ៃមកពីសត្វសូម៉ាក្លែនតែមួយមើលបានបន្តិចណាកាសេដែលជាដៃស្ដាំលោកអូកូបូបានចូលមកប្រាប់ថាលោកកាវ៉ាជីមិនបានរកឃើញអ្វីទាំងអស់នៅជើងភ្នំហ្វូជីដោយសារថាព័ត៌មានដែលគេទទួលបានសុទ្ធតែមិនពិតហើយបន្តនិយាយថាគាត់និងមេជីម៉ាបានដាក់ការសង្ស័យទៅលើកាវ៉ាជីហើយព្រោះតែតម្រុយមួយចំនួនចង្អុលទៅកាន់កាវ៉ាជីទាំងអស់ហើយគាត់ក៏ជាអ្នកដែលបានទៅរៀននៅអឺរ៉ុបផងដែរអំពីច្បាប់និងនយោបាយអីអញ្ចឹងទៅដើម្បីយកមកអភិវឌ្ឍប្រទេសជប៉ុនតាមលោកខាងលិចតែអូកូបូគាត់មិនជឿថាកាវ៉ាជីនឹងក្បត់ពួកគាត់ទេដូច្នេះណាកាសេក៏សុំឯកសារទាំងអស់ហ្នឹងពីអូកូបូទៅបកស្រាយព្រោះសម្បត្តិទាំងអស់ហ្នឹងគេផ្ញើទៅមកជាកូដបើដោះស្រាយបាននឹងដឹងហើយថាកាវ៉ាជីនៅពីក្រោយឬអត់កាត់មកក្រុមតួឯកប្រុសបន្ទាប់ពីរត់រួចក៏បានមកជុំគ្នាវិញចូលជីនកន្លែងហ្នឹងក៏បាននិយាយថាតាមការពិសោធន៍របស់គាត់ប៉ូលីសទាំងអស់ដែលធ្វើការឲ្យគូដកុសុទ្ធតែប៉ូលីសពិតប្រាកដមិនមែនคล้ายៗនោះទេសានក៏តបទៅវិញថាវាមិនមែនការិយាល័យប៉ូលីសទាំងអស់សុទ្ធតែដឹងនោះទេប្រាកដជាមានការិយាល័យធំណាមួយលួចធ្វើរឿងនេះមិនឲ្យរដ្ឋាភិបាលដឹងហើយគាត់នឹងបន្តលេងហ្គេមនេះតែមិនមែនលេងសុទ្ធទេគឺលេងម
បណ្ដាសើបណ្ដាអញ្ចឹងទៅព្រោះគាត់គិតថាពួកហ្នឹងមិនមែនត្រឹមតែឲ្យលេងហ្គេមយកប្រាក់រង្វាន់ប៉ុណ្ណឹងទេប្រកាសជាមានរឿងអីនៅពីក្រោយហ្នឹងទៀតបើសើមិនដឹងថាអ្នកណានៅពីក្រោយរឿងនេះហើយបញ្ឈប់វាទោះពួកគាត់ប្រកួតគ្នាដល់ស្លាប់សល់តែម្នាក់ក៏ម្នាក់ហ្នឹងមិនប្រកាសថាបានទៅផ្ទះវិញផងកន្លែងហ្នឹងសូជីនបានរំលឹកសានថាក្រែងលោកមានសន្លឹកបៀដ៏អស្ចារ្យត្រូវអត់មានជាប់ខ្លួនមកតាំងពីបញ្ចប់សង្គ្រាមសម្រាប់អិសរាជជនរដ្ឋាភិបាលលេចធ្លោមួយចំនួនឬលោកគ្មានទេបើយើងយកវាមកប្រើប្រកាសជាអាចបញ្ឈប់សៃបាត់ស៊ូនិងប៉ូលីសបានសូជីនចង់និយាយពីឋានៈបុណ្យស័ក្តិធម្មតាច្បាំងឈ្នះពេលត្រឡប់មកវិញអ្នកមានស្នាដៃមិនទទួលបានតំណែងធំឯសានមានមកពីណាជីវភាពគាត់ខ្វះខាតរកតែប្រាក់ព្យាបាលប្រពន្ធកូនមិនបានផងតែគាត់នឹកឃើញថាអូកបោនិងការវជិជាមេដឹកនាំគាត់ពីមុននៅក្លែនសัตว์សមាហើយអូកបោបច្ចុប្បន្នមានឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសានក៏សម្រេចចិត្តតាក់ទងទៅគាត់បន្ទាប់ពីមកដល់កន្លែងផ្សារទូរលេខអ្នកគ្រប់គ្រងនៅទីនោះក៏ឲ្យតួប្រុសសរសេរឈ្មោះអ្នកទទួលសារនេះបន្ទាប់ពីសរសេររួចអ្នកគ្រប់គ្រងនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែគាត់ស្គាល់ឈ្មោះហ្នឹងថាជារដ្ឋមន្ត្រីកាត់មកមេជីម៉ាកូនចៅបានមករាយការណ៍ថាមាន Telegram ផ្ញើមកកាន់លោករដ្ឋមន្ត្រីតែហាក់ដូចជាចម្លែកណាស់គាត់ក៏យកមកមើលក្នុងសម្បត្តិនោះមានអត្ថន័យថាចង់ប្រាប់រឿងសំខាន់ទៅអូកបោពីបិសាចសានលោកមេជីម៉ាបន្ទាប់ពីបានឃើញសម្បត្តិនេះហើយក៏បញ្ញាប់ដើរទៅកាន់បន្ទប់ផ្ញើទូរលេខតាក់ទងទៅកាន់សានតួប្រុសបន្ទាប់ពីទទួលការឆ្លើយតបពីមេជីម៉ាក៏ឲ្យអ្នកគ្រប់គ្រងទីនោះចេញទៅក្រៅទុកឲ្យគាត់ឆ្លើយតប Telegram តែ2នាក់ព្រោះនេះជារឿងសម្ងាត់ជាតិសានកន្លែងហ្នឹងក៏សួរលោកមេជីម៉ាថាមានបានទទួលដំណឹងឧបតវៈហេតុធនធ្ងរនៅថេនរីយ៉ូជីអត់សាមរ៉ៃត្រូវគេបង្ខំឲ្យចូលរួមក្នុងការប្រយុទ្ធកាប់សម្លាប់គ្នាក្មេងៗក្នុងចំណោមនោះស្នើសុំជំនួយពីរដ្ឋាភិបាលលោកមេជីម៉ាតបទៅវិញថាគាត់បានទទួលដំណឹងនេះហើយនិងកំពុងធ្វើការស៊ើបអង្កេតចំពោះរឿងនេះសូមឲ្យសានប្រាប់រឿងលម្អិតតួប្រុសតបទៅវិញថាឲ្យរដ្ឋាភិបាលផ្ដល់ការការពារពួកគេគាត់នឹងប្រាប់រឿងលម្អិតទាំងអស់មេជីម៉ាយល់ព្រមនឹងណាត់ជួបគ្នានៅអូកាសាគីនៅ3ថ្ងៃក្រោយសានមុនពេលចេញមកវិញក៏បានទុកសម្បត្តិមួយច្បាប់ផ្ញើទៅស៊ីណូដែលជាប្រពន្ធរបស់គាត់ផងដែរថាគាត់នឹងត្រឡប់ទៅវិញមិនថាមានរឿងអ្វីក៏ដោយកាត់មកក្រសួងមហាផ្ទៃលោកមេជីម៉ាបានមកប្រាប់លោកអូកបោថាបិសាចសានតាក់ទងមកលោកអូកបោភ្ញាក់ផ្អើលដែលសាននៅរស់មេជីម៉ាបន្តនិយាយថាគាត់មិនបានផ្ដល់ចម្លើយច្បាស់លាស់ទេនៅពេលគាត់សួរពីការចូលរួមរបស់ប៉ូលីសប៉ុន្តែបាននិយាយថាវាជាបញ្ហាមួយរបស់ជាតិមានរឿងមួយទៀតដែលមេជីម៉ាបានប្រាប់ទៅលោកអូកបោថាការិយាល័យប៉ូលីសកំពុងគៀងគររកមន្ត្រីជាង150នាក់ហាត់សមដោយសម្ងាត់ត្រៀមធ្វើរឿងអ្វីមួយដោយមិនជូនដំណឹងដល់យើងការវជិអាចនឹងប្រើប្រាស់អំណាចរបស់គាត់ក្នុងកម្លាំងប៉ូលីសនៅពេលណាមួយនិងបន្តទំនាក់ទំនងជាមួយសៃបាត់ស៊ូអូកបោតបទៅវិញថាខ្លឹមសារ Telegram ទាំងអស់កំពុងបកស្រាយកូដយើងនឹងមិនអាចចាប់គាត់ដោយគ្មានភស្តុតាងច្បាស់លាស់ពិតប្រាកដនោះទេលោកត្រូវធ្វើការដោយប្រុងប្រយ័ត្នកាត់មកសារនេះវិញគាត់បានមកជួបជុំគ្នាវិញហើយដើម្បីធ្វើដំណើរទៅមុខទៀតមកដល់ប៉ុស្តិ៍ត្រួតពិនិត្យឈីរីយូដែលជាប៉ុស្តិ៍ត្រូវការ5បន្ទុកគ្រប់គ្នាមានគ្រប់អស់ហើយអ្នកខ្លះ7អ្នកខ្លះ8លើកលែងតែស៊ីណូស៊ីកេមានតែមួយបន្ទុកប៉ុណ្ណោះគាត់មិនអាចឆ្លងផុតវគ្គនេះទេតែហ្វូតាបាអាណិតចង់ឲ្យគ្រប់គ្នាជួយគាត់សានក៏ទាញដៃហ្វូតាបាមកប្រាប់ថាគាត់ខ្វះភាពខ្លាំងដើម្បីរស់យើងមិនអាចការពារគាត់បានទេស៊ូរូបាមីកន្លែងហ្នឹងក៏និយាយថាមិនបាច់រវល់នឹងគាត់ទេទុកឲ្យគាត់ស្លាប់ទៅស៊ីណូស៊ូកេមិនមានជំនាញអ្វីទេវាមិនទំនងដែលគាត់នឹងរស់បានរហូតដល់ទីបញ្ចប់ហើយខ្លាយជាម្នាក់ក្នុងចំណោម9នាក់ឡើយហ្វូតាបានៅតែបន្តចំហមិនយល់ស្របព្រោះគាត់មកទីនេះដើម្បីជួយមនុស្សបើបោះបង់ចោលស៊ីណូស៊ូកេទោះជាគាត់នៅរស់ក៏គ្មានមុខអីទៅជួបម្ដាយគាត់ដែរក៏ដកផ្លាកឈ្មោះមួយទៅឲ្យស៊ីណូស៊ូកេគ្រប់គ្នាយល់ស្របនឹងហ្វូតាបាដោយប្រគល់ផ្លាកឈ្មោះម្នាក់មួយឲ្យទៅកាន់ស៊ូណូស៊ូកេទីបំផុតក៏ឆ្លងកាត់បោះត្រួតពិនិត្យបានសម្រេចគាត់អរគុណហ្វូតាបានិងគ្រប់គ្នាជាខ្លាំងដែលមិនទុកគាត់ចោលនៅតាមផ្លូវហ្វូតាបាសុំទោសសានចំពោះរឿងមុននេះតែតួប្រុសមិនខឹងនោះទេថែមទាំងសរសើរនាងទៀតថាហ្វូតាបានិយាយត្រូវយើងមិនអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានទេប៉ុន្តែបោះបង់ចោលមនុស្សនៅពីមុខយើងខ្ញុំមិនអាចប្រឈមមុខនឹងប្រពន្ធរបស់ខ្ញុំម្ដងទៀតទេមួយទៀតដោយសារតែហ្វូតាបានេះហើយទើបធ្វើឲ្យស៊ូរូបាមីនិយាយដោយមិនប្រុងប្រយ័ត្នបង្ហើបថានៅចុងបញ្ចប់នៃការប្រកួត9អ្នកចុងក្រោយនឹងមានឱកាសរស់តែខ្យល់ជៀនមិនគិតអញ្ចឹងទេអ្នកទាំង9ដែលទៅដល់ទីក្រុងតូក្យូនឹងត្រូវបានបង្ខំឲ្យចូលរួមអ្វីមួយទោះយ៉ាងណាគ្រប់គ្នាក៏អរគុណហ្វូតាបាដោយសារតែនាងទើបធ្វើឲ្យយើងដឹងពីតម្រុយមួយនេះរួចពួកគេក៏ធ្វើដំណើរទៅមុខទៀតមកដល់កន្លែងមួយមានផ្លូវបំបីជា2ចូលជិនគិតថាពួកគេគួរតែបែងចែកគ្នាជា2ក្រុមទៅព្រោះគាត់នឹងស៊ីណូស៊ូកេបានធ្វើឲ្យរញ៉េរញ៉ៃនៅប៉ុស្តិ៍ប៉ូលីសប្រហែលឥឡូវគេកំពុងតាមចាប់រួចប្រាប់សានមិនបាច់ខ្វល់ពីគាត់ទេមើលថែស្រីៗឲ្យល្អទៅស្ថានភាពនឹងណពួកយើងនឹងជួបគ្នាម្ដងទៀតនិយាយចប់ក៏បបួលស៊ីណូស៊ូកេទៅបាត់ទៅតែតួប្រុសគិតថាមិនមែនដោយសារតែហេតុផលនឹងទេចូលជិនប្រកាសជាមានល្បិចអីទៀតហើយស្របពេលនោះប៊ូកូស៊ូក៏មកដល់ប៉ុស្តិ៍ត្រួតពិនិត្យដែរកំពុងសម្លាប់មនុស្សទៀតហើយដោយសាររឿងសួរគេរកតួឯកប្រុសគេប្រាប់ហើយក៏នៅតែសម្លាប់រួចនិយាយថាលើកនេះគាត់នឹងមិនអនុញ្ញាតឲ្យតួប្រុសរត់រួចទៀតនោះទេនិយាយរួចក៏ដើរទៅកាន់ប៉ុស្តិ៍យាមសាច់រឿងក៏កាត់មកណាកាសេដែលស្ដាំលោកអូកបោឯនេះវិញគាត់ចាប់ផ្ដើមកញ្ញាញ់ខួរជាមួយការបកស្រាយកូដហើយដោយសារប៉ុន្មានថ្ងៃនេះគាត់មើល
สิភៅជាច្រើនទាំងយប់ទាំងថ្ងៃនៅតែមិនអាចដោះស្រាយបានគាត់រៀបតែនឹងបោះបង់ចោលទៅហើយក៏ក៏លេចឃើញសិភៅមួយដែលគាត់មិនទាន់បានអានជាសិភៅណែនាំសម្រាប់លេខសម្ងាត់អឺរ៉ុបក៏នឹកឃើញថាការវជីជាអ្នកដែលបានទៅរៀននៅអឺរ៉ុបអញ្ចឹងលេខកូដដែលគាត់ប្រើក៏ជាលេខកូដខាងបរទេសដែរបន្ទាប់ពីដោះស្រាយកូដតាមសិភៅណែនាំរួចក៏រកឃើញថាឈ្មោះអ្នកទទួលជាការវជីពិតប្រាកដមែនក៏រៀបចំខ្លួនយ៉ាងប្រញាប់យកដំណឹងនេះជាមួយឯកសារទៅប្រាប់លោកអូកូបូរៀបតែនឹងដល់ទៅហើយអ៊ីនជូក៏បានមកកាក់ដំណើរគាត់ឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាអ៊ីនជូនៅទីនេះហើយរៀងគាត់ទៅវិញព្រោះគាត់មិនដឹងទេថាគ្រប់គ្នាដែលស៊ើបអង្កេតរឿងនេះនឹងត្រូវបានឃ្លាំមើលគ្រប់ពេលនិងគ្រប់ទីកន្លែងជាអកុសលណាក៏សេះដឹងរឿងដែលមិនគួរដឹងក៏ត្រូវអ៊ីនជូបញ្ជាឲ្យកូនចៅរឹតកសម្រាប់បំបិតមាត់នៅនឹងកន្លែងហ្នឹងទៅទាំងមិនទាន់បានជួបលោកអូកូបូផងចំណែកការវជីមេការបានយកដំណឹងនៃការសម្លាប់ណាកាសេមកប្រាប់ថាបានសម្រេចយ៉ាងរលូនតែភាពតានតឹងកំពុងកើនឡើងនៅរដ្ឋាភិបាលកណ្ដាលយើងបានរកឃើញភស្តុតាងនៃការប្រស្រ័យតាក់ទងមេជីម៉ាតាមរយៈ Telegram ជាមួយនឹងបេក្ខជនម្នាក់របស់គូដកុគឺបិសាចសានមេជីម៉ាបានផ្លាស់ប្ដូរផែនការភ្លាមហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់អូកាសាគីការវជីកន្លែងហ្នឹងក៏ប្រាប់ក្រុមសៃបាត់ស៊ូថាលោកអូកូបូទំនងជាដឹងពីការចូលរួមរបស់អ្នកទាំងអស់គ្នាជាមួយប៉ូលីសហើយព្រោះមេជីម៉ាបានទទួលព័ត៌មានរបស់យើងតាម Telegram ពីបិសាចសានសៃបាត់ស៊ូចាប់ផ្ដើមភ័យហើយខ្លាចថានឹងមានរឿងដល់ពួកគេតែការវជីប្រាប់ថាមិនបាច់បារម្ភទេទៅសម្រាប់ឲ្យស្រួលទៅរឿងនេះគាត់បានដឹងមុនទៅហើយថានឹងកើតឡើងគាត់បានរៀបចំគម្រោងទុកយ៉ាងម៉ត់ចត់រួចទៅហើយចំពោះសានគាត់ដឹងថាមានបេក្ខជនម្នាក់ចង់សម្លាប់គេគ្រប់ពេលគឺប៊ូកុតស៊ូនឹងឯងគាត់នឹងរៀបចំឲ្យពួកគេសម្លាប់គ្នាទៅវិញទៅមកនៅក្នុងហ្គេមគូដកូវគ្គនេះដើម្បីបំបិតមាត់តាមមកមើល show ជីនេះវិញគាត់បានមកជួបសានសកេនៅក្នុងព្រៃមួយនៅកន្លែងហ្នឹងគាត់សួរថាមានពេលនិយាយគ្នាលេងអត់ជីអនសានសកេចម្លែកក្នុងចិត្តក៏ដកដាវមកសួរគាត់ថាមិនក៏លោកស្គាល់ឈ្មោះខ្ញុំស៊ីកូរ៉ាក៏រត់ចេញមកវាយប្រហារទៅកាន់ show ជីនតែគាត់បានរងនឹងកិច្ចទន់រួចនិយាយថាខ្ញុំមិនមានចេតនាប្រយុទ្ធទេអាដាស៊ីណូស៊ីកូរ៉ាបើខ្ញុំទាញមិនខុសទេអ្នកទាំងពីរកំពុងស្វែងរកបងប្អូនរបស់អ្នកមានសានអ៊ីរ៉ូហានិងជីនរកុផងដែរមែនអត់ស៊ីកូរ៉ាឆ្ងល់ណាស់ថា show ជីននឹងចង់បានអីឲ្យប្រកាសគាត់ក៏តបថាគាត់ចង់ដឹងណាស់ថាអ្នកទាំងពីរបារម្ភអត់បើបងប្អូនអ្នកទាំងពីរមានគ្រោះថ្នាក់ត្រឡប់មកមើលតួឯកប្រុសហ្វូតាបានិងអ៊ីរ៉ូហាបានមកដល់ភូមិមួយមានភ្លើងចូលតាមផ្លូវហ្នឹងយ៉ាងស្រស់ស្អាតព្រោះគេកំពុងប្រារព្ធពិធីបុណ្យឯប៊ូកុតស៊ូក៏បានមកដល់ទីនេះញញឹមព្រឹមព្រៃលីដើរចូលចំណែកហ្គេនតូសៃក៏រកឃើញពួកគេដែរដូច្នេះការប្រយុទ្ធដ៏ធំមួយនឹងកើតឡើងនៅភាគបន្តសម្រាប់ភាគទី5នៃរឿង Last Samurai Standing រដូវកាលទី1ក៏បានកាត់ចប់នៅត្រឹមនេះមិនដែរបងប្អូនមានឆ្ងល់ដូច admin អត់ថាតួអង្គ show ជីនមើលទៅប្លែកយើងដឹងហើយថាគាត់ជានិនចាមកពី clan មួយតែមិនដឹងថាគាត់ពាក់ព័ន្ធអ្វីជាមួយនឹងតួប្រុសនោះទេគាត់ស្គាល់ប្រវត្តិនិងគ្រប់គ្នាដែលពាក់ព័ន្ធជាមួយតួប្រុសយ៉ាងលម្អិតតាំងពីនៅរៀនរហូតចុះមកធ្វើការឲ្យសត្វសមា clan ដើម្បីស្រាយចម្ងល់នេះសូមបងប្អូនរងចាំទស្សនាភាគទី6ដែលជាភាគបញ្ចប់នៃ season នេះសូមអរគុណបងប្អូនទាំងអស់គ្នាចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូរបស់ admin តាំងពីដើមដល់ចប់ជាចុងក្រោយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកតាមថែរក្សាវីរៈកងទ័ពជួរមុខនិងប្រជាជនសូត្រង់របស់កម្ពុជាទាំងអស់ឲ្យមានសុខសុវត្ថិភាពពីចៅឈ្លានពានសៀម admin សូមអរគុណសូមជម្រាបលាបាយបាយ